សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពីការវិខ្ចប់នំដែលគេហៅថាពោចាំងពោចាំងនិយាយទៅបងប្អូនការងារនៅកន្លែងខ្ញុំនេះណាគឺងាយស្រួលជាពិសេសសម្រាប់បងប្អូនដែលថាគាត់ទំឡើងមកពីកូរ៉េថ្មីបើសិនជាគាត់មកប៉ះកន្លែងធ្វើនំប្រពៃណីកូរ៉េដូចខ្ញុំគិតថាវាអត់មានអីដែលពិបាកសម្រាប់ការដែលថាយើងស្វែងយល់ពីការងារយើងរៀនពីការងារទេគឺវាពិតជាស្រួលខ្លាំងមែនទែនដោយសារតែវាអត់មានអីពិបាកគ្រាន់តែថាយើងស្រក់នំបងប្អូនការច្រកនំក៏យើងត្រូវការប្រើជំនាញមួយដែរមើលជាក់ស្ដែងបងប្អូនមើលឃើញការច្រកនំរបស់ខ្ញុំហើយម្នាក់ទៀតគឺគាត់មកចិត្តមួយខែហើយប៉ុន្តែមើលគាត់ច្រកឲ្យមើលពីក្បួននៃខ្ញុំស្រក់នំនិងក្បួននៃការច្រកនំអាចនិយាយបានថាអញ្ចេះអញនិយាយបានថាដោយសារតែខ្ញុំនៅយូរធ្វើការកន្លែងនឹងយូរហើយបានខ្ញុំស្ទាត់ការងារជំនាញការងារប៉ុន្តែអត់ទេវាអាស្រ័យទៅលើយើងដែរអាស្រ័យទៅលើយើងចាប់វាបានបណ្ណាព្រោះថាគ្រាន់តែការច្រកនំឯងវាដល់ថ្នាក់ដែលថាយើងត្រូវរៀនយូរហើយយើងគ្រាន់តែមើលទៅយើងព្យាយាមធ្វើម៉េចឲ្យលឿនដូចគេកុំឲ្យវាថាខ្ញុំច្រកបាន5 6 7ថងហើយគាត់ច្រកបានតែ1ឬក៏2អញ្ចឹងអានោះវាយឺតជ្រុលអញ្ចឹងថាកែគេអត់មកមើលឯងនៅកន្លែងងាងារគេអត់ដាក់កាមេរ៉ាឬក៏គេអត់មកមើលផ្ទាល់ឯងប៉ុន្តែយើងត្រូវដឹងខ្លួនថាការងារពេលយើងមកចូលថ្មីយើងនិយាយថាត្រូវតែរៀនព្យាយាមធ្វើឲ្យលឿនឬក៏យើងនិយាយថាព្យាយាមយកចិត្តទុកដាក់ក្នុងការងារហ្នឹងណាដូច្នេះហើយត្រូវការគេដឹងបងអូនទោះបីតែគេអត់មកមែនណាប៉ុន្តែការងារគឺគេដឹងហើយនៅប្រទេសកូរ៉េនេះផងហ្នឹងឯងប៉ះឥឡូវនេះចាប់ដើមនេះថាយើងដឹងស្រាប់ហើយការងារប្រាក់ខែគឺវាឡើងបានរៀងខែមែនប៉ុន្តែលុយវ៉ុនគឺឡើងចុះថោកដុល្លារឡើងថ្លៃដូច្នេះបើសិនជាយើងងាកដូរការងារគឺវាពិបាកទៅតាមនឹងព្រោះថាយើងអាឡ័យតែយកការងារយើងអាឡ័យតែបដូរការងារយកពេលវេលាដើរការងារដូរការងារអញ្ចឹងយើងក៏បាត់បង់ប្រាក់ចំណូលទៅតាមនឹងដែរនឹងវាជាបទពិសោធន៍ការងារណាហើយមួយទៀតសម្រាប់យើងនៅប្រទេសកូរ៉េដូចខ្ញុំអញ្ចឹងការងារយើងដល់ម៉ោងការងារយើងធ្វើការងារបណ្ដាយើងរស់នៅប្រទេសកូរ៉េនេះយើងត្រូវបានទាំងការងារនៅនឹងថឹងបានទាំងសុខភាពល្អហើយសម្រាប់ផ្លូវចិត្តក៏យើងត្រូវតែរឹងមាំដែរដូចខ្ញុំនៅកន្លែងការងារខ្ញុំបែបលក្ខណៈគ្រួសារហើយសំខាន់ខ្ញុំនៅជាមួយនឹងគ្រួសារអញ្ចឹងវាបែប happy ផ្លូវចិត្តរបស់យើងក៏យើងហឹងមាំហើយជាចុងក្រោយបើសិនជាបងប្អូនដែលគាត់បានមកប្រទេសកូរ៉េយើងត្រូវបានចូលធ្វើការងារកន្លែងណាក៏ដោយយើងត្រូវយកចិត្តទុកដាក់ជាមួយនឹងការងារបន្តិចព្រោះថាការងារគឺជាឆ្នាំងបាយរបស់យើងមានការងារគឺបានប្រាក់ខែគឺមានចំណូលនៅក្នុងគ្រួសាររបស់យើងធ្វើគ្រួសាររបស់យើងមានជីវភាពកាន់តែល្អដូច្នេះហើយក៏អរគុណជាច្រើនទៅកាន់បងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់រន្ធត់ចិត្តណាស់លោកអើយការងារច្រើនណាស់តែកូនចៅតែ3នាក់ទេការងារពេញលក្ខភៅកូនចៅតែ3នាក់ទេហើយតកែធ្វើការមិនល្អគេដកចេញដូចកូនស្ពឹកដល់រដូវពុកសងាឆាទូអីញ៉ាំឯណាបងអូនទាំងអស់គ្នាមានបងអូនណាបានញ៉ាំខ្លះនៅសម្រាប់ខ្ញុំគឺបានញ៉ាំហើយជាមួយនឹងពុកសងាកូនកាត់និយាយទៅថាអូឆ្ងាញ់ខ្លាំងមែនតើគេថាមានតែអ្នកដែលថាគាត់ចូលចិត្តញ៉ាំឯងបានដឹងថារសជាតិពុកសងាឆាទូអូនិយាយទៅរសជាតិដូចក្តឹបស្វាយយើងអញ្ចឹងនិយាយថាពេលញ៉ាំហ្នឹងផ្លែលឹបលើមមើលដោយសារអីដាក់នំផងរត់លួចមកញ៉ាំផងនិយាយទៅញ៉ាំអញ្ចឹងគឺឆ្ងាញ់ជាងឲ្យយើងអង្គុយញ៉ាំធម្មតាដល់ក្តៅ